សួស្តីបងប្អូនថ្ងៃនេះមានប្រធានបទមួយផ្សេងប៉ុន្តែមុននឹងចូលប្រធានបទហ្នឹងសូមធ្វើការកែតម្រូវclip វីដេអូដែលខ្ញុំ upload ពីម្សិលមិញដែលខ្ញុំថាលោកប្រធានាធិបតី Donald Trump ហ្នឹងលោកបង្កើតហៅថា gold card ជំនួសពាក្យថា green card ហ្នឹងលោកបង្កើត gold card ហ្នឹងបានន័យថាអ្នកណាមានលុយមានប្រាក់សមនឹងតម្លៃ gold card របស់គាត់ហ្នឹងអាចមករកទទួលទាននៅសហរដ្ឋអាមេរិកនេះមក establish business ជាក់ស្ដែងយើងឃើញក្រុមហ៊ុនមួយចំនួនមកសង់កម្មវិធី AI នៅអាមេរិកពីព្រោះបើគេទៅធ្វើនៅប្រទេសដទៃមិនសូវមានចំណូលទេយើងដឹងស្ដាប់ហើយប្រជាពលរដ្ឋអាមេរិកហ្នឹងប្រើបច្ចេកទេសហ្នឹងច្រើនណាស់បច្ចេកវិទ្យាអ្វីៗដែលបង្កើតមកហ្នឹងសហរដ្ឋអាមេរិកហ្នឹងនិយមប្រើជាងគេហើយក៏មានសមត្ថភាពអាចទិញបានដែរភាគច្រើនផលិតផលទូទៅក្នុងពិភពលោកហ្នឹងគឺសំដៅលក់ជូនដល់អតិថិជនដែលជាជនជាតិអាមេរិកហ្នឹងឯងប្រជាពលរដ្ឋអាមេរិកគឺថាស្អីក៏ទិញដែរយើងទម្លាប់ចាយលុយដោយលុយនឹងវាវិលចុះឡើងទៅលុយនឹងវាមិនចុះតម្លៃអញ្ចឹងអាមេរិកមានទម្លាប់ថាយើងខ្ជិះខ្ជាយក៏បានអាមេរិកមានទម្លាប់ទិញគឺ support local business កាលណាគេទិញគេមានន័យថាជួយផ្គត់ផ្គង់ជួយទ្រទ្រង់មុខរបរនៅតាមភូមិស្រុកហ្នឹងឲ្យមានដំណើរអញ្ចឹងទិញឲ្យប្រើបន្តិចបន្តួចទៅប្រើបានមួយរយៈទៅក៏យកទៅ Goodwilling នេះគឺជាហាងលក់ខោអាវប្រដាប់ប្រដាសពមុខ in general អ្វីក៏មានដែរដែលគេយកទៅវិភាគទាន donated គេ donate របស់ដែលគេប្រើមួយរយៈហើយគេយកទៅ Goodwill ហ្នឹងហាង Goodwill ហ្នឹងយើងឃើញឈ្មោះ Goodwill ហ្នឹងក៏ជា charity មួយដែរជាអង្គការមួយសម្រាប់មនុស្សធម៌អញ្ចឹងលក់បានប្រាក់កាសទៅយកទៅជួយអ្នកដែលត្រូវការអ្នកអត់ឃ្លានអញ្ចឹងទៅអញ្ចឹងបានថាបកមកវិញខ្ញុំបាននិយាយអំពីប្រទេសអាមេរិកនេះគឺជា capitalist ហ្នឹងគឺដែលខ្មែរក្រហមនិយាយប្រាប់យើងថាមូលធននិយមមិនល្អទេពួកមូលធននិយមអាមេរិកហ្នឹងជាចក្រពត្តិimperialist ជាស្ដេចដែលរាតត្បាតគ្រប់គ្រងប្រទេសដទៃអីចឹងណាប៉ុន្តែការគ្រប់គ្រង imperialist ហ្នឹងអ្នកណាក៏ imperialist ដែរដូចជា Japanese ប្រទេសជប៉ុនក៏ដោយពីជំនាន់មុនជំនាន់ណាក៏ដោយវាអញ្ចេះបងប្អូន make it short នៅក្នុងលោកីយ៍នេះសត្វមនុស្សនេះមានគំនិតមួយមិនដែលចង់អន់ជាងគេទេចង់តែក្រាន់បើជាងគេហេតុអ្វីកាលណាយើងក្រាន់បើជាងគេយើងមានអំណាចមិនអាចអ្នកណាមកធ្វើបាបយើងបានទេប្រៀបទៅក្នុងសង្គមមនុស្សសង្គមតូចចុះកាលណាយើងអន់គេ bully យើងបើយើងអន់ចំណេះដឹងគេមើលងាយយើងអន់ខាងធនធានរកមិនបានគេដៀលយើងហើយដល់ពេលយើងរកបានយើងក្រាន់បើយើងចេះដឹងគេថាអានឹងចេះដឹងអីវាពីមុនលហេមលហាមពូជវាវិញចេះតែក្នុងសង្គមមនុស្សជាតិអញ្ចឹងឯងមិនថាសាសនាទេអានឹងវាអញ្ចឹងបងចិត្តមនុស្សវាអញ្ចឹងណាបងប្អូនអញ្ចឹងយើងកុំគិតថាសង្គមសាសវៀតណាមក្រាន់ជាងសាសខ្មែរហ្វីលីពីនក្រាន់ជាង
ថៃនឹងសាហាវជាងខ្មែរអីយើងជេរគ្នាសិតតែចោលអាគេក៏ជេរយើងក៏ជេរគេប៉ុន្តែធម្មជាតិនៃចិត្តមនុស្សអញ្ចឹងហើយគឺត្រូវតែមានការលោភលន់ទាំងលុយកាក់ទាំងអំណាចពីព្រោះលុយជាអំណាចសេដ្ឋកិច្ចហ្នឹងជាអំណាចយើងសហរដ្ឋអាមេរិកហ្នឹងដែលខ្លាំងដោយសារអ្វីរក្សាតម្លៃដុល្លារដោយនៅក្នុងធនាគារពិភពលោកដីគេធ្វើការផ្លាស់ប្ដូរគ្នាគេហៅ exchange តែអីហ្នឹងគឺជាលុយដុល្លាររហូតដល់យើងប្រទេសខ្មែរគេនេះប្រើដុល្លារមួយសេរីអស់លោកអ្នកដឹកនាំប្រទេសគ្រប់គ្រងប្រទេសលោកមិនបានគិតដល់រឿងហ្នឹងទេស្រាចរលុយដុល្លារអាមេរិកកាំងហ្នឹងដោយសារយើងឲ្យតម្លៃលុយអាមេរិកកាំងហ្នឹងខ្លាំងពេកហើយទោះបីមិនឲ្យក៏លុយហ្នឹងវាមានអំណាចខ្លាំងណាគាត់ថាដុល្លារហ្នឹងគឺអំណាចមួយបាត់ហើយអាមេរិកកាំងអត់មាននរណាមកប៉ះពាល់បានទេដោយនៅក្នុងអត្ថបទមួយខ្ញុំបានស្ដាប់វីដេអូហ្នឹងអ្នកផលិតហ្នឹងបាននិយាយថាសូម្បីត្រង់ទ្រាយដីហ្នឹងក៏ដោយទឹកដីអាមេរិកហ្នឹងគឺដាច់ឆ្ងាយពីប្រទេសដែលជាមិនមែនជាសម្ព័ន្ធមិត្តណាដូចថាចិនអីវានៅឆ្ងាយបើនឹងចង់មកធ្វើសង្គ្រាមដោយអាវុធដោយនឹងត្រូវធ្វើដំណើរឆ្ងាយមកហើយមួយទៀតរបៀបរៀបចំនៅការគ្រប់គ្រងប្រទេសអាមេរិកហ្នឹងគឺចែកវេនគ្នាម្ដងម្នាក់សូម្បីអ្នកចាញ់ចលឹកឆ្នោតហើយក៏គេយកមកប្រើការដែរគេយកយោបល់សំទោសគេយកយោបល់ព្រោះពេលដែលរៀបចំប្រកួតប្រជែងក្នុងការជ្រើសរើសប្រធានាធិបតីហ្នឹងយើងធ្វើ campaign យើងធ្វើការឃោសនាហ្នឹងសំលេងសម្ដីអ្នកដែលថាចង់ធ្វើអ្វីពេលដែលជាប់ឆ្នោតទៅហ្នឹងគឺនៅក្នុង social media នៅក្នុងព័ត៌មានទាំងអស់ហើយអ្នកដែលបានជាប់ឆ្នោតហើយហ្នឹងពេលដែលគេទៅដល់ចំណុចមួយដែលគេមិនដែលនឹកដល់នោះគេយកសម្ដីអ្នកដែលចាញ់ឆ្នោតហ្នឹងពេលដែលគេឃោសនាបោះឆ្នោតហ្នឹងថាគេបើគេជាប់គេមិនរងធ្វើអីគេធ្វើអីក្នុងការទប់ទល់នឹងខ្មាំងសត្រូវហ្នឹងទប់ទល់ដោយរបៀបណាសេដ្ឋកិច្ចហ្នឹងធ្វើម៉េចឲ្យឡើងហើយផ្នែកសង្គមដែលត្រូវការជំនួយហ្នឹងទៅដោះស្រាយយ៉ាងម៉េចអីចឹងអញ្ចឹងទៅនេះហើយជាប្រទេសដែលមានសេរីភាពក្នុងការនិយាយអ្នកឯងនិយាយអីក៏និយាយទៅចឹងបានថាខ្ញុំមិនដែលបាននឹកឃើញដល់រឿងហ្នឹងឥឡូវខ្ញុំចាប់ផ្ដើមមានយោបល់ទៅតាមអ្វីដែលខ្ញុំចង់និយាយចែកជូនចឹងណាបងប្អូនដែលស្ដាប់ក៏ស្ដាប់ទៅបងប្អូនមិនស្ដាប់ក៏ខ្ញុំមិនមកខំទេគឺខ្ញុំគិតថាមកដល់ចំណុចនេះអាយុនេះខ្ញុំគិតថាជីវិតយើងហ្នឹងដែលល្អគឺមានការចែករំលែកចំណេះដឹងទោះបីចំណេះដឹងថាធ្វើដូចនេះខុសធ្វើដូចនេះត្រូវបើអាចចែកគ្នាយល់បានល្អហើយសម័យ social media នេះដូចជា Facebook YouTube ហ្នឹងគឺគេឲ្យ share ពីដើមខ្ញុំចេះតែខ្មាស់ហើយចេះតែបារម្ភថាយើងនិយាយទៅវាអាចគេថាងអួតឬក៏គេថាងចេះអីវាចេះតែនិយាយខុសមកតាមពិតទៅការខុសត្រូវនេះវាជាទស្សនៈរៀងខ្លួនដូចខាងឧទាហរណ៍ថាចោលអញ្ចឹងគេមានទស្សនៈថាបើមិនលួចវាមិនងាយមានទេហ្នឹងហើយអ្នកដែលរក្សាសិលខាងផ្នែកសាសនាបើនិយាយពីសិលធម៌ហើយយើងកុំប៉ះពាល់ទ្រព្យគេវាខុសគ្នាប៉ុណ្ណឹងអញ្ចឹងអ្នកខាងកាន់សិលយើងមើលឃើញអ្នកស្ទូចត្រីហ្នឹងអានេះធ្វើបាបសម្រាប់សត្វតែអ្នកស្ទូចត្រីនឹកឃើញថា
ខាតពេលវេលាណាទាំងអង្គុយនៅឈើនៅវត្តនឹងឃើញតែបើទៅស្ទូចត្រីហ្នឹងវាសល់លុយអីចឹងខ្លាចបាបពេកទៅវាក្រអីចឹងណារហូតដល់អ្នកខ្លះថាអូប្រទេសខ្មែរយើងដោយកាន់ពុទ្ធសាសនាហ្នឹងមិនហ៊ានសម្លាប់បានជាប្រទេសយើងហ្នឹងអន់ខ្សោយអីចឹងទៅហើយអ្នកខាងដឹកនាំពុទ្ធសាសនាថាអ្នកឯងរៀនមិនចំពុទ្ធដីកាទេហើយសំបីរៀនចំពាក្យពុទ្ធដីកាហើយយកមកបកប្រែជាលោកវោហាហ្នឹងខុសទៅទៀតដូចខ្លួនទីពឹងខ្លួនអីជាដើមយើងថាំងបើពឹងខ្លួនដែរមិនបាច់នរណាជួយនរណាទេតាមពិតពុទ្ធដីកាហ្នឹងមានន័យថាខ្លួនទីពឹងគឺពឹងលើបញ្ញាបើគេជួយយើងត្រូវប្រឹងខ្លួនយើងខ្លួនទីពឹងខ្លួនគឺមានន័យអញ្ចឹងមិនមែនថាមិនដឹងអីសោះមិនពឹងអ្នកណាហ្នឹងខុសឥឡូវនេះខ្ញុំដាក់ប៉ុណ្្នឹងចុះខ្ញុំត្រូវចូលទៅទិញអីវ៉ាន់នៅក្នុងhardware store មួយ